slide នេះគឺនិយាយពីការវិវត្តនៃវិវាទដំបូងនៅក្នុងសង្គមយើងទាំងមូលនៅក្នុងឧទាហរណ៍នៅក្នុងភូមិមួយនៅក្នុងក្រុមការងារមួយនៅក្នុងប្រទេសមួយដំបូងឡើយហ្នឹងគឺក្នុងស្ថានភាពស្ងប់ស្ងាត់គឺមានន័យថាដំបូងផុតស្ងប់ស្ងាត់ហ្នឹងគឺសន្តិភាពហើយមានសន្តិភាពនេះសន្តិភាពបន្ទាប់ពីមានសន្តិភាពទៅគឺមានភាពខុសប្លែកគ្នាដល់មានភាពខុសប្លែកគ្នាវាវិវត្តទៅទៀតបង្កើតឲ្យមានការមិនព្រមព្រៀងគ្នាការមិនព្រមព្រៀងគ្នាវិវត្តទៅទៀតធ្វើឲ្យមានបញ្ហាកើតឡើងណាហើយការវិវត្តទៅមុខទៀតធ្វើឲ្យមានទំនាស់ឬក៏វិវាទកើតឡើងនេះចូលដល់ដំណាក់កាលមានវិវាទឬក៏មានទំនាស់កើតឡើងនៅពេលដែលមានវិវាទមានទំនាស់កើតឡើងហើយបើយើងដោះស្រាយមិនបានទាន់ពេលវេលាដោះស្រាយមិនបានល្អវានឹងវិវត្តទៅទៀតធ្វើឲ្យមានហិង្សាកើតឡើងណាហិង្សាកើតឡើងហើយក្នុងករណីមានហិង្សាកើតឡើងហើយបើយើងទប់ស្កាត់មិនបានក្នុងករណីធំឧទាហរណ៍ករណីប្រទេសជាតិនឹងធ្វើឲ្យមានសង្គ្រាមកើតឡើងណានេះហើយជំហានខាងនេះវិញជំហានខាងនេះគឺយើងនិយាយពីដំណាក់កាលនៃការដោះស្រាយតាមដំណាក់កាលនីមួយៗណាការដោះស្រាយទៅតាមដំណាក់កាលនីមួយៗឧទាហរណ៍ចំណុចនេះយើងនិយាយពីក្នុងអំឡុងពេលសន្តិភាពអញ្ចឹងដំណោះស្រាយសន្តិភាពគឺយើងអត់មានដំណោះស្រាយទេគឺសន្តិភាពដដែលណាហើយភាពខុសគ្នាយើងត្រូវធ្វើការដោះស្រាយមិនភាពខុសគ្នាយើងធ្វើការដោះស្រាយឲ្យមានការទទួលយកមកឲ្យវាមានការទទួលយកទាំងអស់គ្នាធ្វើមិនឲ្យវាស្រោបគ្នាវិញមកគឺអត់មានបញ្ហាវិវត្តទៅមុខទៀតទេចំណុចការមិនព្រមព្រៀងគ្នាយើងធ្វើការដោះស្រាយមិនឲ្យមានការព្រមព្រៀងគ្នាវិញមកចំពោះបញ្ហានេះបញ្ហាយើងធ្វើការដោះស្រាយទៅលើបញ្ហាហ្នឹងមកចំពោះវិវាទឬក៏ទំនាស់យើងធ្វើការដោះស្រាយវិវាទឬក៏ទំនាស់ហ្នឹងទៅក្នុងករណីដែលមានអំពើហិង្សាកើតឡើងមានន័យថាយើងត្រូវធ្វើការដោះស្រាយតាមផ្លូវច្បាប់តាមផ្លូវតុលាការហើយពីព្រោះនៅក្នុងហ្នឹងគឺការណាមានអំពើហិង្សាវាចូលជាបទល្មើសព្រហ្មទណ្ឌអញ្ចឹងក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺគោលការណ៍មិនធ្វើការដោះស្រាយទៅលើបទល្មើសព្រហ្មទណ្ឌទេអញ្ចឹងគឺត្រូវធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ទៅតាមតុលាការណាក្នុងករណីមានសង្គ្រាមកើតឡើងគឺយើងធ្វើការដំណោះស្រាយគឺមានន័យថាធ្វើការដំណោះស្រាយតាមរយៈនយោបាយគឺយើងធ្វើការចរចានេះផ្នែកនយោបាយទៅយើងនឹងធ្វើការដោះស្រាយបញ្ចប់សង្គ្រាមនឹងបាន